ប្រធានាធិបតីនៃប្រទេសកូឡុំប៊ីលោក Gustavo Petro និយាយថាលោកនឹងត្រៀមខ្លួនឲ្យបានរួចរាល់ដើម្បីបំពាក់អាវុធដើម្បីការពារប្រទេសកូឡុំប៊ីនៅក្នុងការបង្ហោះសារលើបណ្ដាញសង្គមលោក Petro និយាយថាលោកបានស្បត់ថាមិនប៉ះពាល់អាវុធម្ដងទៀតទេប៉ុន្តែសម្រាប់ជាតិមាតុភូមិលោកនឹងកាន់អាវុធការប្រកាសរបស់លោកប្រធានាធិបតីកូឡុំប៊ីដូចនេះធ្វើឡើងបន្ទាប់ពីលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបានគំរាមកំហែងធ្វើសកម្មភាពយោធាប្រឆាំងនឹងរដ្ឋាភិបាលកូឡុំប៊ីមួយទៀតបន្ទាប់ពីបានធ្វើអន្តរាគមន៍យោធាចាប់ខ្លួនប្រធានាធិបតីនេវេស៊ុយអេឡាលោក Nicolas Maduro ហើយបាននាំមកកាត់ទោសនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី3ខែមករាឆ្នាំ2026ដោយលោក Maduro ដែរនៅក្នុងការគំរាមកំហែងនេះលោក Trump បានចោទប្រកាន់មេដឹកនាំកូឡុំប៊ីថាជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននាំចូលនៅក្នុងសហរដ្ឋអាមេរិកយ៉ាងណាមិញប្រធានាធិបតីនៃប្រទេសកូឡុំប៊ីលោក Gustavo Petro បានបដិសេធថាលោកមិនមែនជាអ្នកជួញដូរគ្រឿងញៀននោះទេ